បាទជំរាបសួរបងប្អូនទាំងអស់គ្នានេះដូចតាមការសន្យាបងប្អូនណាហើយនៅអារម្មណ៍បងប្អូនមកទស្សនានៅ Channel YouTube របស់ខ្ញុំរបស់ហើយទៅជំនាញខ្ញុំវិញរបស់ខ្ញុំបាទសំណាងសុផានីណាបងប្អូនអញ្ចឹងហើយនេះសកម្មភាពបង្ហាញបងប្អូនឲ្យឃើញសកម្មភាពដែលពួកយើងច្រូតល្ងណាបងប្អូនប្រមូលផលល្ងនេះច្រូតណាបងប្អូនមានទាំងសកម្មភាពច្រូតមានទាំងសកម្មភាពប្រមូលក្រោយពីយើងហាលល្ងនោះអាឡែចូលជុំខាងក្រោយបងថ្លៃហ្នឹងគាត់ហាលណាហាលល្ងហាលរៀងបែកហើយបើយើងប្រមូលទុកបោកដូចបោកកដាប់ស្រូវអញ្ចឹងណាបងប្អូនដូចបោកស្រូវចឹងឯងអញ្ចឹងបាទហើយក្រោយពីបោកហើយមានបានប្រមូលផលឲ្យយើងមើលសកម្មភាពនេះប្រមូលហើយបានប្រហែលជា5កុយ័នបងប្អូនទីទៀតយើងមានសកម្មភាពទៅប្រមូលភាសាទៀតថតសកម្មភាពឲ្យបងប្អូនមើលអញ្ចឹងណាបងប្អូននេះថាវាយើងចងហើយយើងហាលស្ងួតហើយយើងប្រមូលទុកបោកទៀតណាបងប្អូនបាទហើយបញ្ជាក់ម្ដងទៀតបងប្អូនហើយល្ងយើងដាក់តាមមហាត់យើងអាច10គីឡូទៅ8គីឡូមិនដាក់ច្រើនពេកនេះដល់ពេលយើងព្រោះដីសើមវាឆាប់ដោះវាដោះស្អាតទៅជាក្រាស់ទៅជាស្មេអត់ល្អទេហើយបើល្ងបើសិនណាបើត្រូវភ្លៀងជាប់លាប់ដំណាំល្ងនេះល្អបងប្អូនល្អអាចប្រមូលផលបានច្រើនអាចមហាត់រហូតដល់10ក្រុងក៏មានដែរណា10ក្រុងធំណាបងប្អូនក្រុងក្រហមណាតែបើអត់សូវល្អនេះដូចខ្ញុំអញ្ចឹងនេះវីដេអូចាស់ទេខ្ញុំថតអាច2-3វីដេអូចូលគ្នាអញ្ចឹងអធិស្ឋានបងប្អូនមានថតវីដេអូខ្លះបដិវីដេអូខ្លះបញ្ឈរវីដេអូចុងក្រោយវាឈរបងប្អូនអញ្ចឹងសូមអធិស្ឋានបងប្អូនពួកអើយឡាយរវល់ពេកបងប្អូនអត់បានធ្វើវីដេអូបងប្អូនទស្សនានេះគឺខ្ញុំបើកយន្តទៅដឹកឲ្យល្ងបងប្អូនដឹកកដាប់ល្ងយកមកប្រមូលទុកឲ្យម៉ាស៊ីនគេបោកបងប្អូនអញ្ចឹងល្ងថោកបងប្អូនខុសពីស្រូវណាល្ងវាបានថ្លៃមែននិយាយចំទៅថ្លៃមិនថោកទេប៉ុន្តែគ្រាន់ថាពីដែលចុះពេលដែលតម្លៃចុះអាច10លេខម្ដងឬក៏5លេខចុះហើយបើឡើងយឺតណាបងប្អូនហើយបើស្រូវវិញវាអាចចុះដល់ល្ងទេស្រូវវិញណាបងប្អូននេះសកម្មភាពច្រូតមានទាំងប្រមូលផលមានទាំងអីតិចទៀតប្រាប់បង្ហាញបងប្អូននៅទស្សនាបងប្អូនគ្នានេះខ្ញុំបើកយន្តទៅដឹកណាបងប្អូនបាទហើយយើងដឹកទៀតសោតយើងលើកប្រយ័ត្នប្រយែងតិចដោយសារជោមល្ងតែវាបែកអស់វាដួលវាអាចធ្វើឲ្យរស់ក្រាបល្ងអស់បងប្អូនស្ដាយបងប្អូនរស់អស់ចប់ដោយមិននេះហើយតម្លៃដែលយើងច្រូតជួលគេច្រូតណាចងជាជួមមួយជួមនេះខ្ញុំជួលគេមួយជួម300ខ្មែរណាបងប្អូន300ខ្មែរនៅមិនចង់រួចខ្លួនផងល្ងដែលយើងអត់សូវល្អប៉ុន្តែបើល្ងគេល្អគេចំណេញវិញបងប្អូនចំណេញបើសិនណាល្ងអត់សូវល្អទេបងប្អូនច្រូតខាតអាចមករួចខ្លួនមកហត់អត់បានប្រយោជន៍ដូចខ្ញុំនេះអត់សូវចំណេញបានទេបងប្អូនចង់ខាតវិញចឹងអានេះជាបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើកន្លងមកទើបធ្វើឆ្នាំដំបូងបងប្អូនអត់ដែលធ្វើប៉ុន្តែបានបទពិសោធន៍ខ្ញុំអាចដឹងថាគេធ្វើល្ងយ៉ាងម៉េចហ្នឹងបងប្អូនអូខេនេះជិតដល់កន្លែងដឹកហ្នឹងបងប្អូនហើយយើងហាលមើលយើងមើលវាបែកតែផ្លែវាអាចបែកដើមវាបែកណាវាបែកយើងអាចវាបែកច្រើនយើងអាចមកដឹកយកមកទុកបោកបានណាបងប្អូនហើយល្ងបើទុំដើមវាជ្រុះផ្ការៀងអស់ហើយដើមវារៀងលឿងបាទរៀងលឿងហើយស្លឹកវាលឿងវាជ្រុះស្លឹករៀងលឿងអាហ្នឹងដឹងទុំហើយល្ងយើងអាចច្រូតបានណាបងប្អូនកុំទុកឲ្យទុំជ្រុលប្រយ័ត្នផ្ទុះអាចបែកអស់ច្រូតអត់ទាន់ណាបងប្អូននេះពិបាករយឈ្នួលបងប្អូនអើយបត់ពិសោធន៍ហើយល្ងបញ្ជាក់បងប្អូនល្ងនេះនៅខាងស្រុកបវរខេត្តបាត់ដំបងណាបងប្អូនបាទឃុំអំពើ5ដើមខាងខ្ញុំធ្វើណាឆ្លៀតពេលពីស្រូវហើយរួចយើងរៀនតនេដៃយើងដាក់ល្ងទៅប្រមូលផលស្រូវអាចខែ1អស់ហើយចឹងយើងអាចខែ2ចុងខែ2បងប្អូនចុងខែ2ឬក៏ដើមខែ3ហ្នឹងអាចព្រោះល្ងចោលទៅអាចត្រូវភ្លៀងទៅអីអាចដុះទៅយើងបាញ់ថ្នាំបាញ់អីខ្លះទៅអាហ្នឹងល្អ
ពីច្រើនមិនបាច់អីក៏បានព្រោះចោលក៏ល្អម្យ៉ាងដែរពីព្រោះចោលល្ងទៅវាត្រូវល្អបងប្អូនមិនថែទាំពេកទេនេះខ្ញុំមកខ្ញុំអត់ដឹងថែទាំមកអន់ជាងអាល្ងគេបានថែទេបងប្អូនចឹងយើងព្រោះចោលបានតាមដំណើររួចរយឈ្នួលដាក់ដល់បងប្អូនចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងចឹងបងប្អូនចូលរួមទស្សនាដល់គ្នាតិចទៀតដល់សកម្មភាពបោកល្ងហើយប៉ុន្តែរូបភាពរៀងប្រឈរចឹងអធិស្ឋានបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយក៏ដូចជាហើយចុចឲ្យមេដៃផងកម្លាំងចិត្តផងបងប្អូនអ្នកស្រុកស្រែធ្វើវីដេអូជូនបងប្អូនទស្សនាអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ